ប្រសិនបើប្រិមិត្តមានលុយក្រោម$200ប្រកាសជាពិបាកក្នុងការសម្រេចចិត្តទិញ smartphone ដែលស័ក្តិសមសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃជាជាមិនខានថ្ងៃនេះក្រុមការងារខ្មែរ Note បានលើកយកទូរស័ព្ទ model ថ្មីមួយរបស់ក្រុមហ៊ុន Huawei ដែលវាមានតម្លៃធូរថ្លៃតែវាមានសមត្ថភាពខ្ពស់មិនចាញ់កំពូល smartphone ដទៃទៀតប៉ុន្មានទេ Y6 Pro ត្រូវបានរចនាឡើងដែលមានរូបរាងស្រស់ស្អាតជាមួយនឹងប៊ូតុងសំឡេងនិងបិទបើកអេក្រង់ស្ថិតនៅផ្នែកខាងស្ដាំទាំងអស់ចំណែកឯរន្ធសាកថ្មនិងឧបករណ៍បំពងសំឡេងគឺនៅផ្នែកខាងក្រោមក្នុងរបស់វាត្រូវបានរចនាឡើងដោយមានម៉ូដឆ្នូតគួរឲ្យទាក់ទាញបើនិយាយអំពីអេក្រង់របស់វាវិញគឺវាមានទំហំ 5 អ៊ីងប្រភេទ IPS LCD អាចបង្ហាញរូបភាពកម្រិត 720 គុណនឹង 1280 pixel និងដងស៊ីតេអេក្រង់ទំហំ 294 ppi ជាមួយនឹង Emotion UI 3.1 វាប្រើប្រាស់ CPU ប្រភេទ Quad-Core 1.3 GHz និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 5.11 Lollipop ចំពោះអ្នកដែលចូលចិត្តថតរូបវិញគឺ Y6 Pro មានសមត្ថភាពគ្រប់គ្រាន់ដើម្បីបំពេញចិត្តរបស់លោកអ្នកដោយវាបំពាក់កាមេរ៉ាក្រោយទំហំរហូតដល់ទៅ 13 megapixel និងកាមេរ៉ាខាងមុខទំហំ 5 megapixel អ្វីដែលពិសេសសម្រាប់ Huawei Y6 Pro គឺវាបំពាក់ថ្មទំហំដល់ទៅ 4000 mAh ដែលអាចធ្វើឲ្យយើងប្រើប្រាស់វាឡើងមហោតមិនទាន់អស់ថ្មផងជាពិសេសអ្នកដែលនិយមចូលចិត្តលេង Facebook និងលេង game ជាដើមគឺមិនចាំបាច់សាកថ្មបណ្ដាលេង game បណ្ដានោះទេលើសពីនេះទៅទៀតវាអាចប្រើប្រាស់ SIM card រហូតដល់ទៅ2ហើយអាចបន្ថែម memory card micro SD រហូតដល់ទៅ 128 GB ឯណោះខាងលើនេះគឺជាការរៀបរាប់អំពីលក្ខណៈសម្បត្តិរបស់ Y6 Pro ដែលមើលទៅគួរឲ្យទាក់ទាញនិងជាពិសេសតម្លៃរបស់វារឹតតែទាក់ទាញថែមទៀតប្រសិនបើប្រិមិត្តចាប់អារម្មណ៍ប្រិមិត្តអាចរកទិញនៅគ្រប់ហាងលក់ទូរស័ព្ទដៃទាំងអស់នៅក្នុងរាជធានីភ្នំពេញក៏ដូចជានៅទូទាំងប្រទេសផងដែរអរគុណសម្រាប់ការទស្សនាវីដេអូនេះរបស់ខ្មែរ Note ជួបគ្នានៅពេលក្រោយទៀត